ជុំនិទានជាដកភាគ4រឿងស្រីមានគូកំណាន់អំណាចកាមរាគៈនាំឲ្យកើតដំណេកក្នុងវត្ថុមិនគួរសេចក្តីដំណើរថាមានភិក្ខុអ្នកប្រព្រឹត្តបណ្ឌបាតមួយអង្គរៀនកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តាហើយចូលទៅកាន់ឧទ្យានចាស់មួយដើម្បីធ្វើសមណធម៌លំដាប់នោះមានស្ត្រីម្នាក់មានរូបរាងស្រស់ល្អឆើតឆាយលើនារីទាំងអស់ក្នុងនគរបានណាត់ពេលនឹងបរិសគូកំណាន់ម្នាក់ឲ្យទៅជួបគ្នាក្នុងទីឈ្មោះឯណោះដើម្បីនឹងសប្បាយដោយមគ្គសង្វាសប្រព្រឹត្តនៃវងត្រកូលនាមក៏ទៅចាំមុនបរិសនោះបែរជាមិនបានទៅក្នុងពេលដែលណាត់គ្នាកាលនាងនៅរង់ចាំមើលផ្លូវគូកំណានយូរពេកកាមរាគៈក៏ដុតរោលរៀលក្នុងសពសារពាង្គកាយកើតសេចក្តីអផ្សុកជាអស្ចារ្យព្រោះមិនបានគូគប់ប្រឡែងគ្នាលេងក៏ដើរចុះដើរឡើងចាស់ច្រាលដូចជាមាន់រកពងទើបចូលទៅក្នុងឧទ្យានឃើញព្រះថេរៈកំពុងពេនភ្នែនធ្វើសមណធម៌ក៏ក្រឡេកមើលនាយអាយក្រែងគេឃើញលុះមិនមានឃើញអ្នកដតីក៏គិតថាភិក្ខុនេះក៏ជាបរិសដែរអញនឹងប្រឡោមលោកឲ្យដោយសារកាមទេពម្ដងទើបទៅឈរចំពីមុខព្រះថេរៈអាក្រាតកាយបញ្ចេញស្ត្រីភាពឲ្យច្បាស់ធ្វើអាការៈញេះញោះរួចទើបឆ្លៀកវិញនឹងរំសាយសក់អៀងប្អងធ្វើទុនចុះទុនឡើងបែរថ្ពាល់ឲ្យលោកឃើញរួចក៏ទះដៃសោចក្អាស់ក្អាយញញឹមប្រំប្រៃតាឯកឯងដើម្បីឲ្យព្រះថេរៈមានដំណេកតាមវត្ថុបំណងរបស់ខ្លួនជាស្រីអន្តពាលដែលកំពុងស្រវឹងទៅដោយកាមរាគៈតែឥតអំពើសោះព្រះថេរៈរឹងរិតតែកើតសេចក្តីសង្វេគមានចិត្តនឿយណាយក្នុងកាមគុណទាំង5មានរូបជាដើមជាពុនពេកទើបលោកគិតថាហេតុនេះដូចម្ដេចណោការព្រះសាស្តាប្រមាលមើលភិក្ខុដែលរៀនកម្មដ្ឋានក្នុងសំណាក់ព្រះអង្គហើយនៅក្នុងឧទ្យានដើម្បីធ្វើសមណធម៌នោះតើប្រព្រឹត្តទៅយ៉ាងណាក៏បានជ្រាបថាស្ត្រីនោះកំពុងតែប្រព្រឹត្តអនាចារចែកចង់ភិក្ខុនោះផងនិងសេចក្តីសង្វេគដែលកើតឡើងដល់លោកផងទើបពោលថាមនាលភិក្ខុទីនេះមិនមែនជាកន្លែងត្រេកត្រអាលសមោសររបស់អ្នកដែលស្វែងរកកាមទាំងឡាយទេគឺជាទីសម្រាប់ជនដែលមានរាគៈទៅប្រុសហើយរីករាយទេតាទើបត្រាស់សម្ដែងថារមណីយានិអញ្ជានិយថាអ្នករមតិចនោរីតរាគារមេសន្តិអ្នកតេកាមកវេសិណោព្រៃណាដែលជន់រាយប្រខៃណាសពទាំងឡាយជាអ្នកអស់រាគៈមិនមែនជាអ្នកដែលស្វែងរកកាមតែងរីករាយក្នុងព្រៃនោះលុះចប់ធម៌ទេសនាភិក្ខុនោះក៏បានសម្រេចអរហត្តផលព្រមទៅដោយសម្បទាទើបហោះមកថ្វាយបង្គំបាទាព្រះតថាគតឯស្ត្រីនោះអស់សង្ឃឹមនឹងបានរួមរយមេត្រីស្នេហាក៏វិលត្រឡប់ទៅផ្ទះវិញរឿងនេះក៏បានបញ្ចប់តែប៉ុណ្ណេះសូមអរគុណរឿងកញ្ញាគុណ្ឌលកេសីបញ្ញាដែលខំសាងមកមិនមែនទុកសៀនទេគឺទុកការពារខ្លួនក្នុងពុទ្ធបាទនេះនាក្រុងរាជក្រឹសមានធីតាសេដ្ឋីម្នាក់អាយុ16ឆ្នាំមានរូបរាងល្វត់ល្វីផ្ដាច់គួរដល់ការក្រឡេកមើលជាពុនពេកជាធម្មតានារីទាំងឡាយដែលស្ថិតនៅក្នុងវ័យនោះអាយុ16ឆ្នាំច្រើនតែជាប់ចិត្តនឹងបុរសឈួតចិត្តព្រោះបុរសជាកំណត់ឯ
មេដាបៃតាបានរៀបចំទីកន្លែងឲ្យនាងនៅក្នុងបន្ទប់ដ៏មានសេរីនាប្រាសាទមានជាន់ 7 ហើយចាត់ស្ត្រីជាទាសីម្នាក់ឲ្យជាអ្នកចាំបម្រើពេលល្ងាចព្រឹកនិយាយពីបរោះចាប់បានមនុស្សម្នាក់ដែលប្រព្រឹត្តធ្វើចោរកម្មមកចងស្លាប់សេកហើយវាយបណ្ដាលនៅទីស្ងាត់ធីតាសេដ្ឋីលើសំឡេងកឹកកងក៏គិតថាមានហេតុយ៉ាងណាទើបចេញមកឈរមើលប្រុសនោះក៏មានចិត្តប្រតិព័ទ្ធស្នេហាប្រាថ្នាយកមកធ្វើជាស្វាមីហើយមិនបរិភោគទៅដេកសន្ធឹងសន្ធៃឥតនិយាយស្ដីនឹងពីណាសោះពេលនោះម្ដាយមកសួរថានាងមានរោគយ៉ាងណាលោកម្ដាយបើខ្ញុំបានប្រុសដែលរាជបុរសបណ្ដានោះមកធ្វើជាស្វាមីទើបមានជីវិតរស់នៅបើបែរជាមិនបានវិញជីវិតខ្ញុំគិតគ្មានរស់នៅតទៅទៀតឡើយខ្ញុំនឹងស្លាប់ក្នុងទីនេះឯងហើយកូនសម្លាញ់ទ្រង់ម្ដាយនាងកុំធ្វើយ៉ាងនេះចាំម្ដាយរកស្វាមីដែលមានជាតិនិងទ្រព្យស្មើគ្នាឲ្យលោកម្ដាយខ្ញុំឥតត្រូវការប្រុសដតីទេបើមិនបានប្រុសនេះជាប្តីមុខជាស្លាប់មេត្តាខំនិយាយលួងលោមយ៉ាងណានាងកញ្ញាស្ដាប់មិនបានទើបទៅជម្រាបរឿងនេះដល់ស្វាមីបរោះជាបិតាមកនិយាយនៅតែឥតបានការដូចគ្នាក៏ថាអញនឹងធ្វើឧបាយកលណាគិតមិនឆ្ងាយក៏ដាច់ចិត្តឲ្យទ្រព្យ 1000 កេហបណៈជាសំណូកដល់រាជបុរសដោយពាក្យថាចូលអ្នកទទួលយកទ្រព្យនេះហើយឲ្យបរោះជាប់ឃុំនោះមកខ្ញុំអំណាចសំណូកអាចបង្វែរចិត្តរាជបុរសឲ្យលែងចោលនោះហើយចាប់បរោះដតីមកសម្លាប់យកដំណឹងនេះទៅទូលព្រះរាជាថាចោលខ្លួនសម្លាប់រួចហើយថ្លែងពីសេដ្ឋីការបើរាជបុរសឲ្យចោលនោះមកហើយក៏នាំយកទៅឲ្យធីតាខ្លួននាងក្រមុំបានតាក់តែងខ្លួនប្រាណដោយព្រេម្សៅប្រោះព្រំរាងកាយយ៉ាងស្អាតបាតដើម្បីឲ្យចោលស្រឡាញ់ហើយចាត់ចែងវត្ថុទាំងឡាយមានបបរបាយជាដើមដោយខ្លួនឯងឲ្យចោលជាស្វាមីបរិភោគចោលនោះបានរួមរស់មេត្រីជញ្ជាក់ផ្កាដែលកំពុងក្រពុំលំអងក្លិនពីដោក្រអូបឈ្ងុយឈ្ងប់បានពី 3 ថ្ងៃក៏កើតសេចក្តីលាមកថាអញធ្វើម្ដេចណនឹងបានសម្លាប់ស្ត្រីនេះហើយដោះយកគ្រឿងប្រដាប់លក់ទិញស្រាផឹកបានលុះកើតគំនិតយ៉ាងនេះហើយក៏ដេកអត់បាយក្រហាយទឹកមិនស្ដីនិយាយរកអ្នកណាសោះឯនាងប្រពន្ធឃើញដូច្នេះចូលទៅលួងលោមសួរថាបបិទ្ធស្វាមីបងកើតរោគអ្វីឥតមានកើតរោគអ្វីទេប្អូនចុះមេត្តាបិតាខ្ញុំខឹងចំពោះបងឬលោកឥតខឹងទេនាងខំឆ្លេចសួរទៀតហាចុះបងមានហេតុការយ៉ាងណាសូមប្រាប់ឲ្យប្អូនដឹងផងប្អូនមានព្រលឹងការរាជបរោះចងបណ្ដាលបងយកទៅសម្រាប់បងបានបន់ស្រន់ទេវតាដែលនៅអាស្រ័យជ្រោះសម្រាប់សម្លាប់ចោលថារស់រួចជីវិតនឹងធ្វើពលិកម្មថ្វាយឥឡូវនេះបងរួចជីវិតដោយអនុភាពនៃទេវតានោះឯងដូច្នេះបងត្រូវតែធ្វើពលិកម្មដល់ទេវតានោះបងកុំព្រួយអសោះយើងនឹងធ្វើពលិកម្មដើម្បីលាបអំណន់បងប្រាប់មកចុះតើត្រូវការអ្វីខ្លះត្រូវការវត្ថុបាយណាមានទឹកតិច1ការនានាមានលេខជាគម្រប់6នាងពោលថាបបិទ្ធស្វាមីប្រសាហើយខ្ញុំនឹងចាត់ចែងឲ្យបានលុះរៀបរួចហើយក៏ប្រាប់ថាបងមកយើងទៅថ្វាយបលិកម្មចោលស្វាមីតបថា
và đổi nó ôn ao nhiệt trở lập từ bình trongហើយកាន់យកគ្រឿងអលង្ការវត្ថុការមានថ្លៃច្រើននិងរៀបចំខ្លួនប្រាណឲ្យស្អាតបាតផងយើងនៅសើចលេងយ៉ាងសែនសុខកណ្ដុលអកេសីនាងចេះតែធ្វើតាមព្រោះខ្លួននាងស្រឡាញ់ចៅនោះណាស់ការចៅនាំទៅដល់ជើងភ្នំក៏ពោលប្រាប់ថាប្អូនយើងទាំងពីរនាក់នឹងទៅខាងនាយទី2នេះចូលនាងឲ្យជន់បរយានត្រឡប់ទៅវិញហើយទទួលភាជនៈដែលដាក់ពលិកម្មខ្លួនឯងយកឡើងទៅលើជ្រោះភ្នំការបរោះស្វាមីនាំនាងទៅលើកំពូលភ្នំហើយនាងពោលថាបបិទ្ធស្វាមីចូលអ្នកធ្វើពលិកម្មដល់ទេវតាតាមចិត្តប្រាថ្នាចុះចោលឈើថ្មឹងទើបភរិយាសួរថាហេតុអ្វីបានជាអ្នកត្រឹងយ៉ាងនេះក៏ពោលប្រាប់ថាឥតមានត្រូវការដោយពលិកម្មអ្វីទេដែលអញនាំហងមកនេះគឺបញ្ឆោតហងទេតាបបិទ្ធស្វាមីអ្នកបញ្ឆោតខ្ញុំប្រាថ្នាយករបស់អ្វីប្រាថ្នាសម្រាប់ហងឯង